ឆ្ងល់អំពីការថ្វាយបង្គំរបស់ស្ដេចអមរិន្ទជាអធិបតីនៃឋានសួគ៌ក៏សួរបង្គំទូលសួរព្រះអមរិន្ទថាបបិទ្ធប្រកោសីជាអធិបតីនៃពួកទេវតានៃជាន់ចាតុមហារាជការនិងជាន់តាវតិនហេតុដូចម្ដេចណបុគ្គលដូចម្ដេចណទើបធ្វើឲ្យសកទេវរាជជាអធិបតីនៃសួគ៌ថ្វាយបង្គំទៅកម្មជម្ពូទ្វីបឬក៏បុត្រាបុត្រីឯណាដែលជាអ្នកកតញ្ញូគុលឯណាដែលជាវិយុជនជាអ្នកប្រកបដោយបញ្ចសិលដីជាអ្នកប្រកបដោយអបោសតសិលដីព្រាហ្មណ៍ដែលប្រកបដោយសិលទាំងឡាយសាមណៈជីព្រាហ្មណ៍ទាំងឡាយនោះយើងសូមថ្វាយបង្គំចំពោះបុគ្គលនោះមួយពួកពេលដែលបានឮថាអូណូសកទេវរាជជាស្ដេចនៃយើងលោកធ្វើសេចក្តីគោរពចំពោះសាមណៈជីព្រាហ្មណ៍ហើយលោកធ្វើសេចក្តីគោរពចំពោះកុលបុត្រកុលធីតាណាដែលជាអ្នកចិញ្ចឹមមេត្តាបិតាដឹងនៅឧបការៈគុណគ្រូបាអាចារ្យរៀនច្បាប់ទៀតនេះចំពោះមេត្តាបិតាយ៉ាងនេះណាហ្នឹងជាអ្នកដែលទេវតាថែរក្សាការពារហើយហ្នឹងគឺបានពោលសព្វសាធការពីមនុស្សផងពីទេវតាផងតែតែឲ្យនៅសព្វសាធការពោលឲ្យនៅសព្វសាធការពោលចឹងគឺសង្ស័យក្នុងបុណ្យហ្នឹងថាធ្វើបុណ្យហ្នឹងដើម្បីអីបុខួបហ្នឹងសេចតែយើងថានេះចង់ធ្វើខួប100ឆ្នាំ50ឆ្នាំ60ឆ្នាំចេះតែយើងថាទេប៉ុន្តែតក្កណានុបទានហ្នឹងអត់ស្រេចយើងថាទេស្រេចនឹងយើងធ្វើត្រូវកាលណាយើងធ្វើត្រូវបុណ្យហ្នឹងឡើងបរិបូរណ៍ចប់សពគ្រប់យើងអ្នកធ្វើនេះក៏ស្រឡះចិត្តអ្នកដែលគ្នាចែកឋានទៅនោះក៏បានទទួលមគ្គផលអានិសង្សដែលសម្ដេចទ្រង់ឯកឧត្តមលោកទាវនេះបានធ្វើជូនចំពោះនេះតែមុននឹងបញ្ចប់សូមលើកយកនៅកង្ការមហាកុសលឯណាដែលកើតឡើងពីធម្មទាននេះជូនទៅដល់ពពួកញាតិរបស់អស់លោកដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខនោះសូមឲ្យបានអនុមោទនានៅចំណែកនៃបុណ្យនេះមួយចំណែកទៀតសូមឲ្យបានសម្រេចដល់ពពួកទេវតាទាំងឡាយក្នុងលោកនិងសព្វសត្វទាំងឡាយក្នុងលោកដែលជាអ្នកប្រាថ្នានៅបុណ្យក៏សូមឲ្យមកអនុមោទនាទទួលយកនៅកង្ការមហាកុសលដែលកើតឡើងពីសម្ដេចទ្រង់ឯកឧត្តមលោកទាវក្នុងថ្ងៃនេះបើបានអនុមោទនានៅបុណ្យនោះហើយសូមជួយបីបាច់ខំក្រងថែរក្សាការពារនៅអស់លោកជាអិសរាធិបតីសម័យនៃទានគ្រប់រូបឲ្យបានសម្បកបជួបប្រទេសតែនឹងពុទ្ធមង្គលពរទាំងឡាយ4ប្រការគឺអាយុ1វណ្ណៈសុខៈនិងពលៈសម្បត្តិទាំងឡាយ3ប្រការគឺមនុស្សទេវតាព្រះនិព្វានបើសម្ដេចលោកជំទាវឯកឧត្តមលោកទាវបុត្រាបុត្រីអិសរាធិបតីសម័យនៃទានប្រាថ្នានៅពុទ្ធមង្គលពរណានោះឬក៏សម្បត្តិណាមួយនោះក៏សូមឲ្យបានសម្រេចកំបីគ្លៀងគ្លៀនខ្លាចតែជាបការៈដតៃឡើយយ៉ាងធម្មទេសនំទេសេសាមិរិទ្ធធម៌វិសេសទេសនាដែលសម្ដែងដោយខ្ញុំបកណ្ណាអាត្មាភាពមានប្រមាណប៉ុណ្ណេះកសនមត្តទៅចាប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុសាធុសា